សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel I Talk English ម្ដងទៀតហើយថ្ងៃនេះបាទអ្នកទាំងអស់គ្នានឹងរៀនប្រយោគចំនួន50បាទដែលអ្នកគួរតែដឹងនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃតោះឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាបាទទី1ប្រយោគធម្មតាអ្នកទាំងអស់គ្នាដឹងហើយគឺសុខសប្បាយទេសុខសប្បាយទេបាទហ្នឹងយើងអាចប្រើជាមួយ how are you ក៏បានឬក៏ how is it going បាទ how is it going សុខសប្បាយទេបាទមួយទៀតពេលដែលយើងនិយាយថាអូមិនដែរយ៉ាងមិនដែរបាទអញ្ចឹងយើងអាចនិយាយថា what's up what's up យ៉ាងមិនដែរមួយទៀតសប្បាយចិត្តជួបអ្នកបាទសប្បាយចិត្តជួបអ្នកយើងនិយាយថា nice to meet you or nice to see you បានដូចគ្នា nice to meet you សប្បាយចិត្តជួបអ្នកអត់ជួបគ្នាយូរហើយឬក៏យើងនិយាយថាខានជួបគ្នាយូរហើយអង់គ្លេសយើងនិយាយថា long time no see long time no see បាទខានជួបគ្នាយូរហើយអានេះសុខសប្បាយទេមួយទៀតបាទមុនហ្នឹងយើងថា how is it going how are you ហើយយើងអាចប្រើកន្លែងនេះបានមួយថា how have you been បាទ how have you been សុខសប្បាយទេខ្ញុំសុខសប្បាយបាទជាការឆ្លើយយើងអាចថា I'm fine ឬក៏មួយទៀត I'm good ឬក៏យើងនិយាយថា I'm doing well I'm doing well ខ្ញុំសុខសប្បាយល្អគ្រាន់បើបាទពេលដែលយើងថាអត់អីទេល្អគ្រាន់បើអង់គ្លេសយើងអាចថា not bad not bad ឬក៏មិនអាក្រក់ទេ not bad បាទអ្នកអាចជួយខ្ញុំបានទេបាទអានេះប្រហែលជាបងប្អូនចេះហើយបាទពេលដែលយើងចង់ឲ្យអ្នកណាគេជួយអង់គ្លេសយើងនិយាយថា can you help me can you help me ជួយខ្ញុំបានទេខ្ញុំអត់យល់បាទពេលដែលអ្នកណាបញ្យល់ហើយយើងនិយាយថាខ្ញុំអត់យល់ I don't understand I don't understand បាទខ្ញុំអត់យល់សូមនិយាយម្ដងទៀតបាទសូមនិយាយម្ដងទៀតយើងអាចថា please speak again ឬក៏ repeat that please បាទ repeat that please សូមនិយាយម្ដងទៀតអ្នកមានន័យអីបាទឬក៏អ្នកឯងចង់មានន័យអី What do you mean What do you mean អ្នកឯងចង់មានន័យអីវាធ្វើការយ៉ាងម៉េចបាទយើងចង់ដឹងថាវាធ្វើយ៉ាងម៉េចចឹងណាវាធ្វើការយ៉ាងម៉េចចឹងអង់គ្លេសយើងប្រើ how does it work how does it work បាទវាធ្វើការយ៉ាងម៉េចអ្នកមកពីណាបាទយើងសួរគេមកពីប្រទេសណាពីណាអញ្ចឹងទៅយើងថា where are you from where are you from អ្នកមកពីណាអ្នកធ្វើការអីអ្នកធ្វើការអីឬក៏អ្នកធ្វើការងារអីបាទគឺ what do you do ឬក៏ what's your job ឬក៏មួយទៀតយើងនិយាយថា what do you do for work បាទហ្នឹងយើងអាចប្រើបានច្រើនចឹងនៅក្នុងនេះខ្ញុំដាក់ what do you do what do you do អ្នកធ្វើការអីអ្នកហាត់ប្រាណញឹកញាប់ប៉ុណ្ណាបាទអ្នកហាត់ប្រាណញឹកញាប់ប៉ុណ្ណា How often do you exercise How often do you exercise បាទ how often ហ្នឹងយើងនិយាយថាញឹកញាប់ប៉ុណ្ណាបាទញឹកញាប់ប៉ុណ្ណាហើយហាត់ប្រាណ exercise How often do you exercise វាចំណាយពេលយូរប៉ុណ្ណា How long does it take How long does it take បាទអញ្ចឹងhow long ហ្នឹងយើងបកប្រែថាយូរប៉ុណ្ណា How long បាទហើយចំណាយពេលបាទចំណាយពេលហ្នឹងយើងអាចនិយាយថា take time
take time ចំណាយពេល how long does it take time វាចំណាយពេលយូរប៉ុណ្ណាប៉ុន្តែយើងប្រើតែ how long does it take អានឹងក៏យើងយល់ដែរបាទភាពខុសគ្នាជាអីឬក៏យើងអាចនិយាយថាខុសគ្នាយ៉ាងម៉េចខុសគ្នាអីបាទអញ្ចឹងអង់គ្លេសគេថា what is the difference what is the difference បាទអញ្ចឹងអីហ្នឹងជា what ហើយ different ភាពខុសគ្នាបាទភាពខុសគ្នាហេតុអីអត់បាទហេតុអីអត់អញ្ចឹងអង់គ្លេសថា why not ហេតុអីអត់អ្នកប្រកាសទេបាទឬក៏អ្នកច្បាស់ទេអញ្ចឹងអង់គ្លេសយើងនិយាយថា are you sure អ្នកប្រកាសទេមានអីកើតឡើងបាទមានអីកើតឡើងអញ្ចឹងនិយាយថា what happened មានអីកើតឡើងខ្ញុំកំពុងធ្វើវាបាទខ្ញុំកំពុងធ្វើវាយើងអាចថា I'm doing it ឬក៏ I'm working on it ខ្ញុំកំពុងតែធ្វើវាខ្ញុំនឹងធ្វើអស់ពីសមត្ថភាពបាទពាក្យនឹងយើងប្រើច្រើនខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពអង់គ្លេសគេនិយាយថា I will do my best បាទមានន័យថាខ្ញុំនឹងធ្វើឲ្យល្អបំផុតបាទខ្ញុំត្រូវការពេលបន្ថែមបាទខ្ញុំត្រូវការពេលបន្ថែមទៀតអញ្ចឹងយើងនិយាយថា I need more time ខ្ញុំត្រូវការពេលបន្ថែមទៀតប៉ុណ្ណឹងអត់គ្រប់គ្រាន់ទេសមហេតុផលបាទសមហេតុផលដែលយើងអាសាឮបរទេសក៏និយាយថា that makes sense បាទឬក៏មួយទៀតគេនិយាយថា reasonable សមហេតុផល that makes sense ខ្ញុំយល់ព្រមជាមួយអ្នកឬក៏ខ្ញុំយល់ស្របជាមួយអ្នកក៏បានបាទយើងហៅថា I agree with you ខ្ញុំយល់ព្រមជាមួយអ្នកឬក៏ខ្ញុំយល់ស្របជាមួយអ្នកខ្ញុំអត់ប្រកាសអំពីនោះទេឬក៏ខ្ញុំអត់ប្រកាសអំពីរឿងនោះទេ I'm not sure about that បាទខ្ញុំអត់ប្រកាសអំពីរឿងនោះទេចាំខ្ញុំពិនិត្យមើលសិនបាទឬក៏ចាំខ្ញុំមើលសិន let me check បាទ check ហ្នឹងគឺពិនិត្យបាទវាអាស្រ័យលើបាទវាអាស្រ័យលើអ្នកអីចឹងទៅបាទអញ្ចឹងអង់គ្លេសយើងថា it depends វាអាស្រ័យលើខ្ញុំបានធ្វើកំហុសបាទឬក៏ខ្ញុំបានធ្វើខុស I made a mistake ខ្ញុំបានធ្វើកំហុសអត់បញ្ហា no problem អត់បញ្ហានេះប៉ុន្មាន how much is this នេះប៉ុន្មាននោះថ្លៃពេកបាទនោះថ្លៃពេក that's too expensive បាទ too expensive ហ្នឹងបាទយើងហៅថាថ្លៃណាស់ថ្លៃពេកប៉ុន្តែបើយើងនិយាយថា very expensive បាទមានន័យថាថ្លៃណាស់បាទ that's too expensive ថ្លៃពេកខ្ញុំគ្រាន់តែមើលបាទប្រយ័ត្នអត់ចេះនិយាយណាពេលដែលយើងទៅផ្សារហើយគេសួរថាចង់ទិញអីហើយយើងថាខ្ញុំគ្រាន់តែមើលបាទអញ្ចឹងអង់គ្លេសថា I'm just looking ខ្ញុំគ្រាន់តែមើលខ្ញុំអាចលើវាបានទេបាទយើងទិញកៅអៅយើងចង់លើយើងថាcan I try it on
Can I try it on បាទ try on ហ្នឹងគឺលើបាទខ្ញុំប្រញាប់បាទខ្ញុំប្រញាប់និយាយថា I'm in a hurry I'm in a hurry បាទ hurry នេះយើងហៅថាប្រញាប់តាមសម្រួលបាទតាមសម្រួលហ្នឹងអង់គ្លេសយើងប្រើថា take your time take your time តាមសម្រួលកុំប្រញាប់អីបាទម៉ោងប៉ុន្មានបាទអញ្ចឹងដើម្បីសួរម៉ោងប៉ុន្មានអង់គ្លេសយើងហៅថា what time is it what time is it ម៉ោងប៉ុន្មានខ្ញុំនៅតាមផ្លូវបាទខ្ញុំនៅតាមផ្លូវអង់គ្លេសយើងនិយាយថា I'm on my way I'm on my way ខ្ញុំនៅតាមផ្លូវល្អហើយល្អហើយបាទអានេះយើងអាចថា that's good ឬក៏ sound good បាទល្អហើយ sound good ជួបអ្នកពេលក្រោយបាទឬក៏ជួបគ្នាពេលក្រោយយើងហៅថា see you later or see you next time ណាបាទ see you later or see you next time ជួបគ្នាពេលក្រោយខ្ញុំគិតអញ្ចឹងបាទខ្ញុំគិតអញ្ចឹង I think so I think so បាទខ្ញុំគិតអញ្ចឹងខ្ញុំអត់គិតអញ្ចឹងបាទខ្ញុំអត់គិតអញ្ចឹងអញ្ចឹងនិយាយថា I don't think so I don't think so បាទខ្ញុំអត់គិតអញ្ចឹងទេគំនិតល្អបាទគំនិតល្អយើងអាចនិយាយថា good idea ឬក៏ that's a good idea គំនិតល្អខ្ញុំរំភើបចិត្តអំពីរឿងនេះបាទខ្ញុំរំភើបចិត្តអំពីរឿងនេះអញ្ចឹងយើងនិយាយថា I'm excited បាទ excited នេះថារំភើបចិត្តណាបាទ excited about it អំពីវាខ្ញុំរំភើបចិត្តអំពីវាបាទខ្ញុំបារម្ភអំពីបាទខ្ញុំបារម្ភអំពីអីមួយចឹងទៅអញ្ចឹងនិយាយថា I'm worried about I'm worried about បាទ worried ហ្នឹងគឺបារម្ភហើយ about អំពី I'm worried about គួរឲ្យចាប់អារម្មណ៍បាទពាក្យគួរឲ្យចាប់អារម្មណ៍ហ្នឹងយើងហៅថា interesting interesting that's interesting គួរឲ្យចាប់អារម្មណ៍ខ្ញុំមានមោទនភាពលើអ្នកបាទខ្ញុំមានមោទនភាពលើអ្នកយើងនិយាយថា I'm proud of you I'm proud of you បាទ proud ហ្នឹងគឺមោទនភាពបាទមោទនភាពខ្ញុំរងចាំបាទធ្វើវាដោយក្តីរីករាយឬក៏ខ្ញុំរងចាំជួបអ្នកដោយក្តីរីករាយអាហ្នឹងអង់គ្លេសគេមាន structure របស់គេគេថា look forward to do បាទ look forward to do អញ្ចឹងពេលយើងប្រើនៅក្នុងស្ថានភាពផ្សេងថា look forward to seeing you រងចាំជួបអ្នកដោយក្តីរីករាយអីចឹងទៅបាទអញ្ចឹងណាយើងប្រើ structure look forward to do something I'm looking forward to do it ខ្ញុំរងចាំធ្វើវាដោយក្តីរីករាយបាទស្រេចតែអ្នកបាទមុនហ្នឹងយើងរៀនថា it depends អាស្រ័យលើស្តៀងដល់គ្នាប៉ុន្តែនេះថាស្រេចតែអ្នកអញ្ចឹងអង់គ្លេសយើងនិយាយថា it's up to you it's up to you ស្រេចតែអ្នកចង់ធ្វើអីធ្វើទៅ it's up to you បាទចុងក្រោយយើងថានេះជាចំណុចល្អនេះជាចំណុចល្អយើងអាចនិយាយថា this is a good point ឬក៏ this is a great point បាទ this is a great point this is a good point នេះជាចំណុចល្អបាទអរគុណច្រើនសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាបាទតាំងពីដើមដល់ចប់ហើយសង្ឃឹមថាមេរៀននេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបាទក្នុងការប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃបាទអញ្ចឹងអរគុណច្រើនហើយបើមានបញ្ហាឬក៏សំណួរអ្នកទាំងអស់គ្នាអាច comment បានហើយខ្ញុំនឹងព្យាយាមឆ្លើយសំណួរអ្នកទាំងអស់គ្នាបាទអរគុណច្រើនសម្រាប់ថ្ងៃនេះហើយខ្ញុំនឹងជួបអ្នក
ទាំងអស់គ្នានៅវីដេអូក្រោយៗទៀត